នេះគឺជា Lamborghini SE បាទគ្រឿងទី2ហើយនៅអាមេរិកខាងទៀតជំរាបសួរបងប្អូនទាំងអស់គ្នាបាទនៅចិត្តខ្លួនខ្ញុំគឺជា Lamborghini Urus SE ដែលបំពាក់ជាមួយនឹង plug-in hybrid អញ្ចឹងគ្រាន់តែបំពាក់ភ្លាមបងប្អូនទាំងអស់គ្នាបាទឡើងកម្លាំង0ទៅដល់789 horsepower ហើយទំហំម៉ាស៊ីនវិញគឺ 4.0 លីត្រ Twin Turbo V8 ជាប់ជាមួយនឹង electric motor អញ្ចឹងបងប្អូនទាំងអស់គ្នាបើយើងមើលខាងមុខនេះវិញណាឡាននេះគឺខុសប្លែកពី model ចាស់បាទ version ចាស់ដោយសារឲ្យហូតធំជាងមុនមកវែងមកដល់ខាងនេះហ្មងហើយមុខរៀងស្រួចណែកទូចជាងមុនទៀតបាទអញ្ចឹងបងប្អូនធ្លាប់ឃើញខ្ញុំ review ពណ៌បៃតងម្ដងហើយបាទអត់មានអីភាពខុសគ្នាហ្មងទេបាទគ្រាន់តែពណ៌ទឹកក្រូចនេះគឺឆ្លុះខ្លាំងមែនតើហ្មងពណ៌ version ថ្មីនេះគឺស្អាតហើយបង្កប់ជាមួយ metallic ជាច្រើនធ្វើឲ្យខ្ញុំមើលទៅបាទកាន់តែតាក់ទាញបេះដូងរបស់ខ្ញុំហ្មងខ្ញុំសង្ឃឹមថាអ្នកដែលមើលក៏ស្រឡាញ់ដែរមែនអត់អញ្ចឹងបើយើងមើលអំពីយ៉ាន់វិញកំពុងរហូតដល់23បាទធំមែនតើតបមកជាមួយនឹងថាស frank carbon ceramic គឺដឹងថាជន់ងក់ហ្មងបាទចាប់ប្រាំងគឺស៊ីល្អមែនតើចឹងរូបរាងខាងក្រៅនេះវិញបាទចំហៀងគឺប្រើជាមួយនឹងត្រចៀកក្តោបពណ៌ខ្មៅអលងបាទចំហៀងនេះគឺខ្មៅអលងដូចគ្នាហើយសុំកង់ក៏ខ្មៅដែរហើយកន្លែងនេះក៏ style ខ្មៅជាប់ជាមួយទង់ជាតិអ៊ីតាលីបាទគឺស្រស់ស្អាតមកឥឡូវយើងមើលខាងក្នុងវិញខាងក្រៅស្អាតប៉ុណ្្នឹងហើយខាងក្នុងក៏មិនអន់ដែរបងប្អូនអរគ្នានេះគឺជាភាពខាងក្នុងដ៏ប្រណិតគ្រាន់តែបើកមកគឺឆក់បេះដូងខ្ញុំមកថែមមកតង់ទៀតបាទដោយសារតែពណ៌ទឹកក្រូចនេះគឺស្អាតលិចហ្មងសូម្បីតែកម្រាលជើងបងប្អូនខ្មៅលាយទឹកក្រូចទៀតហើយអ្វីខ្ញុំឃើញស្រឡាញ់ហ្មងគឺ logo Lamborghini ពណ៌ខ្មៅទឹកក្រូចលាយជាមួយខ្មៅស្អាតបាទខ្មៅស្ងួតទៀតហើយកន្លែង speaker វិញគឺក្រោមពណ៌ខ្មៅទៀតជាប់មកជាមួយនឹង highlight carbon glossy ហើយស្បែកពូកបាទហើយដេបជាប់ Lamborghini logo មកទៀតអូប្រណិតខ្លាំងមែនតើហ្មងបាទមកឥឡូវយើងមកមើលខាងក្រោយគឺមិនមានអីប្លែកខុសគ្នាប្រហែលទេគឺនៅតែរក្សាទម្រង់បែបយើងសាមញ្ញស្ពណ៌ហើយកៅអីមើលពីខាងក្រោយនេះលក្ខណៈស្ពណ៌ហើយដំបូងខាងលើគឺ Alcantara បាទខ្មៅសុទ្ធហ្មងស្អាតខ្លាំងហ្មងហើយយើងមិនបាច់បិទទ្វារខ្លាំងទេគឺ Lamborghini Urus គឺភ្ជាប់មកជាមួយនឹង soft door បាទគឺគ្រាន់តែដាក់អឹបមកគឺស្រូបក្លឹបតែម្ដងអញ្ចឹងជំហៀងខាងនេះគឺយើងប្រើជាមួយសាករីឯខាងឆ្វេងគឺ plug-in hybrid អញ្ចឹងឥឡូវយើងមកមើលខាងក្រោយនេះវិញខាងក្រោយនេះគឺ spoiler មាន2តង់មកខាងក្រោមមួយខាងលើមួយហើយគូតវិញគឺស្រួចបាទស្អាតជាង version មុនមកខ្ញុំស្រឡាញ់ជាងគេគឺគូតហ្មងគូតស្រួចមកឡើងស្អាតបាទហើយកន្លែងនេះគឺយើងបើកក្លុបក្រោយអញ្ចឹងយើងចុចលូកចុចមកវាបើកអូតូធម្មតាបាទអញ្ចឹងគូតខាងក្រោយនេះដាក់វ៉ាលីបាន2ជាមួយនឹងសម្ភារៈផ្សេងហើយសំបីតែកន្លែងកម្រាលខាងលើបាំងនេះក៏ Alcantara ដែរបាទប្រណិតខ្លាំងហ្មងហើយមួយទៀតអ្វីដែលខ្ញុំចាប់អារម្មណ៍នៅគូតខាងក្រោយគឺកំពង់ស៊ីម៉ាំង Agrapovic បាទគឺបងប្អូនដឹងហើយបាទស៊ីម៉ាំងប្រភេទ brand នេះគឺងុំល្អមែនតើហ្មងចឹងបើយើងកលេចមកមើលបាទឡានដ៏ស្រស់ស្អាតនិងទំនើបស៊ីវិល័យបែបនេះហ្វៀមក៏ត្រូវតែយកល្អដែរបាទហ្វៀមការពារកម្ដៅថ្ងៃគឺ Expert Prime HR Plus ដែលមានការធានា Lifetime Warranty តែម្ដងអញ្ចឹង Windshield ក៏ត្រូវការពារដែរបងប្អូនអរគ្នាឡានដែលមានតម្លៃថ្លៃចេះគឺបិទការពារពីការខ្ទេចគ្រោះអញ្ចឹងយើងបើកបរទៅផាសុខភាពហ្មងរីឯតួរថយន្តវិញគឺបិទជាមួយនឹង Expert Protect Light បងប្អូនឃើញហើយបាទលងខ្លាំងមែនតើហ្មង Expert Protect Light បាទយើងពេញនិយមខ្លាំងមែនតើគឺជា level 3បាទ